ស្ដាប់ចម្រៀងមួយបទសិនចាំនិយាយយូរអីប៉ុណ្ណឹងហ៎សុំទោសបងប្អូនអើយលើកដៃនេះអត់រួចទេរមួលសាច់ដុំខាងនេះកន្លែងនេះលើកអត់រួចលើកបានតិចតិចតាំងក៏ពិតយប់ហ្នឹងអត់ចង់ឡាយទេដោយសារតែសុខភាពអត់សូវអំណោយផលចង់សម្រាប់2 3ថ្ងៃអត់ឡាយណាតែដោយសារតែផ្អៀងខ្លួននេះដោយសារតែនេះព័ត៌មានច្រើនដែលផ្ញើមកត្រូវនិយាយក៏ប៉ុន្តែប្រហែលជានិយាយសង្ខេបខ្លីៗទេអត់បាននិយាយវែងទេជាងមុននឹងចូលដល់សាច់រឿងប្រធានបទថ្ងៃនេះខ្ញុំសូមលើកយករឿង COVID-19 យកមកនិយាយ COVID-19 តាមព័ត៌មានរបស់ក្រសួងសុខាភិបាលប្រកាសគឺថ្ងៃនេះជាម្នាក់បាទហើយនៅសល់4នាក់ទៀតកំពុងសម្រាប់ព្យាបាលសរុបទៅទាំងអស់ព្យាបាលជា276នាក់ចឹង COVID-19 នេះគឺប្រទេសកម្ពុជាយើងគឺថាមានមោទនភាពណាស់ដែលទទួលការព្យាបាលជាច្រើនជាងគេបាទច្រើនជាងគេស្ទើរតែ 100% ទៅហើយតែទោះជាយ៉ាងនេះក្តីក៏ក្រសួងសុខាភិបាលក៏ដូចជាសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនៅតែបន្តការក្រើនរំលឹកឲ្យបងប្អូនយើងបន្តការប្រុងប្រយ័ត្នពាក់ព័ន្ធនឹង COVID-19 នេះពីព្រោះវាអាចឆក់ឱកាសវាយលុកយើងជាថ្មីបានបើសិនជាយើងធ្វេសប្រហែសសូម្បីតែថ្មីនេះនៅសហរដ្ឋអាមេរិកយើងឃើញហើយសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកនិងស្ត្រីទី1របស់អាមេរិកនោះបាទដែលជាប្រទេសមហាអំណាចមានប្រព័ន្ធការពាររឹងមាំបំផុតបាទក៏ប៉ុន្តែទីបំផុតនៅតែឆ្លងបាទនៅតែឆ្លងអញ្ចឹងយើងនេះត្រូវតែប្រយ័ត្នថែមទៀតកុំភ្លេចខ្លួនបាទកុំភ្លេចខ្លួនចឹងរឿង COVID នេះខ្ញុំសូមលើកយកមកនិយាយប៉ុណ្ណឹងហើយក្រៅពី COVID នេះខ្ញុំសូមលើកយកសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិសន្តិសុខលំហសមុទ្របាទដែលបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការចោទប្រកាន់របស់វិទ្យុអាស៊ីសេរីបាទឥឡូវនេះខ្ញុំសូមអាននៅសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្របាទសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្របាទស្ដីពីការផ្លាស់ប្ដូរទីតាំងបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រអានឹងសុំទោសដោះវ៉ែនតាចេញបានមើលដោយសារក្នុងពេលថ្មីនេះមានការបកស្រាយដោយព័ន្ធច្រឡំតាមបណ្ដាញសារព័ត៌មានខ្លះអំពីការផ្លាស់ប្ដូរទីតាំងបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រសូមធ្វើការជូនដំណឹងនិងបំភ្លឺដល់សាធារណជនក៏ដូចជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យបានជ្រាបដូចតទៅចាប់តាំងពីឆ្នាំ2010ទីបញ្ជាការជួរមុខដែលជាអង្គភាពប្រតិបត្តិការអនុវត្តច្បាប់ចម្រុះស្ថាប័នបានរៀបចំបញ្ជាការរបស់ខ្លួនដោយស្នើសុំផ្នែកតូចមួយរបស់មូលដ្ឋានសមុទ្ររៀមនៃទីតាំងជើងទឹកនៃកងទ័ពជើងទឹកជាទីតាំងបណ្ដោះអាសន្នស្ថិតក្រោមកម្មវិធីនៃកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជាដៃគូមួយចំនួនសហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលីបានផ្ដល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនិងការវឹកវើដល់ទីបញ្ជាការជួរមុខតែទោះជាដូចនេះក្តីដំណើរការនៃកិច្ចប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខបានប្រព្រឹត្តទៅប្រកបដោយលទ្ធផលចម្រុះគឺជោគជ័យនិងការលំបាកដែលតម្រូវឲ្យមានការគិតគូរអំពីការផ្លាស់ប្ដូរទីតាំងផ្អែកលើទស្សនៈនេះអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្របានធ្វើការសិក្សាអំពីគម្រោងនៃការផ្លាស់ប្ដូរទីតាំងនេះយ៉ាងល្អិតល្អន់ចាប់តាំងពីចុងឆ្នាំ2017តរៀងមកអនុលោមតាមភាពចាំបាច់និងស្មារតីសហប្រតិបត្តិការអគ្គលេខាធិការដ្ឋានក៏បានធ្វើការជូនដំណឹងនិងពន្យល់អំពីហេតុផលដល់ប្រទេសជាដៃគូជាពិសេសសហរដ្ឋអាមេរិកអំពីផែនការផ្លាស់ប្ដូរទីតាំងនេះ
ហើយក៏ពុំបានទទួលនៅការចំទាស់ជាផ្លូវការណាមួយចំពោះការផ្លាស់ប្ដូរនេះដែរការផ្លាស់ប្ដូរទីតាំងបាទទីបញ្ជាការជួរមុខនេះអនុលោមទៅតាមហេតុផលសំខាន់មួយចំនួនដូចតទៅចុច1ទីតាំងបញ្ជាការជួរមុខបច្ចុប្បន្នស្នាក់អាស្រ័យក្នុងបរិវេណមូលដ្ឋានកងទ័ពជើងទឹកមានទំហំតូចធ្វើឲ្យប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការចម្រុះស្ថាប័នមានកម្រិតនិងជួបការលំបាកឧទាហរណ៍ជាក់ស្ដែងគឺទីតាំងនេះពុំមានផែសម្រាប់ចតនាវាពុំអាចពង្រីករចនាសម្ព័ន្ធតទៅទៀតបាននិងមានការលំបាកសម្រាប់បុគ្គលិកមកពីស្ថាប័នស៊ីវិលនានាក្នុងការចេញចូលក្នុងទីតាំងយោធាដែលតម្រូវឲ្យមានការរឹតបន្តឹងផ្នែកសន្តិសុខចុចមួយទៀតទីបញ្ជាការជួរមុខត្រូវការចាំបាច់នៅទីតាំងសមស្របមួយដែលប្រកបដោយភាពឯករាជ្យនិងក្នុងឋានៈជាស្ថាប័នជាតិងាយស្រួលក្នុងការចេញប្រតិបត្តិការធ្វើអន្តរាគមន៍និងការជួយសង្គ្រោះលើសពីនេះទីបញ្ជាការជួរមុខត្រូវការពង្រីកនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទាំងក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការដែលកិច្ចការនេះពុំអាចធ្វើបានសម្រាប់ទីតាំងដែលនៅក្នុងមូលដ្ឋានសមុទ្ររៀមចុចមួយទៀតដូច្នេះនៅលើកោះព្រាបដែលជាទីតាំងថ្មីមានអំណោយផលសម្រាប់ដោះស្រាយការលំបាកដូចបានពោលខាងលើដោយពោលខាងដើមអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រកំពុងដំណើរការសាងសង់ទីបញ្ជាការជួរមុខនៅលើកោះព្រាបមានទំហំធំនិងមួយចំនួននិងចំនួនអគារច្រើនមុខច្រើនជាងមុនតែខិតខំជៀសវាងមិនឲ្យមានការបាត់បង់នៅសមិទ្ធផលដែលប្រទេសជាដៃគូបានផ្ដល់ឲ្យផងដែរទីតាំងថ្មីរបស់ទីបញ្ជាការជួរមុខនឹងជួយសម្រួលនិងបង្កើនប្រសិទ្ធភាពប្រតិបត្តិការដោយមានការសាងសង់ផែសម្រាប់ចតនាវាផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងស្ថាប័នជាតិនានាដែលពាក់ព័ន្ធព្រមទាំងឯករាជ្យភាពសម្រាប់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងកិច្ចប្រតិបត្តិការសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិតទៅថ្ងៃអនាគតអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្រនៅតែប្រកាន់ចំហយ៉ាងម៉ឺងម៉ាត់ក្នុងស្មារតីនៃការរក្សានិងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្ដាប្រទេសជាដៃគូទាំងអស់ប្រកបដោយតម្លាភាពនិងគោរពផលប្រយោជន៍គ្នាទៅវិញទៅមកគណៈកម្មការជាតិសន្តិសុខលំហសមុទ្រនៅតែស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះការចូលរួមពីសំណាក់ដៃគូអន្តរជាតិនានាដើម្បីបង្កើនសមត្ថភាពផ្នែកប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខតទៅមុខទៀតខ្ញុំសង្ឃឹមថាជនរួមជាតិក៏ដូចជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិយល់អំពីហេតុផលពិតប្រាកដនៃដំណើរការផ្លាស់ប្ដូរទីតាំងនេះគោលដៅចម្បងរបស់យើងគឺបង្កើនប្រសិទ្ធភាពរបស់គណៈកម្មការជាតិសន្តិសុខលំហសមុទ្រនៅក្នុងការបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យគ្រប់គ្រងសន្តិសុខលំហសមុទ្ររបស់កម្ពុជានិងការបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិប្រកបដោយតម្លាភាពនិងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមករាជធានីភ្នំពេញថ្ងៃទី5តុលាឆ្នាំ2020អគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្របាទសេចក្តីថ្លែងការណ៍នេះគឺបានធ្វើឡើងក្រោយពេលដែលវិទ្យុអាស៊ីសេរីបានផ្សាយបំពុលបាទសិតតែយើងកម្ពុជាបំផ្លាញសមិទ្ធផលជំនួយរបស់អាមេរិកអីជាដើមលក្ខណៈបាទតាមរយៈការសម្ភាសរបស់អាស្មៃស្អីរស្មៃបាទវាវាយប្រហារមកលើរដ្ឋាភិបាលគ្រាន់តែគេបដូរទីតាំងគ្រាន់តែកែលម្អអភិវឌ្ឍឲ្យវាមានការរីកចម្រើនជាងមុនក៏មិនបានបាទតែដល់ពេលអាមេរិកយកគ្រាប់បែកមកទម្លាក់អាស្មៃងាប់ទាំងម៉ែអាស្មៃទៀតក៏អាស្មៃថាល្អដែរអញ្ចឹងបានថាអាស៊ីសេរីនេះគឺថាភាគច្រើនស៊ីប្រាក់ខែបរទេសមើងងាយប្រទេសខ្លួនឯងនេះជាសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្រដែលខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងឥឡូវតទៅមុខទៀតរឿងអីចង់ស្ដាប់ខ្លាំងណាស់ម្នាក់រឿងផ្កាយ2ហ្នឹងចង់ស្ដាប់តិចទៀតនិយាយឡើយនិយាយរឿងនេះមួយសិនដើម្បីកុំឲ្យមានការយល់ច្រឡំគ្នានៅព្រឹកនេះខ្ញុំបានបង្ហោះព័ត៌មានមួយពាក់ព័ន្ធទៅនឹងលោកអដែងអឹងលីពេងដែលអះអាងថាគាត់ទិញដីឲ្យឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានម្នាក់ទិញហើយអត់ឲ្យកុំចង់រួចហើយប្តឹងចាប់គាត់ដាក់គុកនៅពេលដែលគាត់និយាយគម្រាមថារកប្តឹង
phèn và nát oi xài vàនេះជាការអាងរបស់គាត់តែក្រោយពីខ្ញុំបានបោះព័ត៌មានហ្នឹងគឺឯកឧត្តមរដ្ឋលេខាធិការដែលខ្ញុំសូមមិនបញ្ចេញឈ្មោះគាត់បានជួបខ្ញុំគាត់បានបញ្យល់បាទគាត់ទទួលស្គាល់ថាគាត់ពិតជាបានឲ្យឈ្មោះអឹងលីប៉េងនេះជួយទិញដីឲ្យមែនបាទជួយទិញដីឲ្យមែនប៉ុន្តែការទិញនោះគឺគាត់បានឲ្យកុំចុងរួចហើយគាត់មានផុសតាងផ្ញើជាឯកសារមកខ្ញុំណាផុសតាងផ្ញើជាឯកសារមកខ្ញុំដែលឯកសារនោះគឺបង្ហាញថាគាត់ទទួលលុយបានខ្ញុំវាពិបាកនេះលិខិតបកគលទទួលប្រាក់ខ្ញុំបាទអឹងលីប៉េងបានទទួលប្រាក់គ្រប់ចំនួនសរុប$10,000ជាមូលនិធិបត្តិសម្រាប់កម្រៃជើងសារទៅតាមការដែលបានព្រមព្រៀងគ្នាដោយឆន្ទៈនិងភាពពិតប្រាកដហើយចាប់ពីពេលនេះតទៅមិនមានកាតព្វកិច្ចឬពាក់ព័ន្ធអ្វីបន្ថែមទៀតឡើយបាទថ្ងៃទី13ខែសីហាឆ្នាំ2018$10,000នេះគឺអ្នកទទួលអឹងលីប៉េងផ្ទាល់ទទួលណាបាទអញ្ចឹងរឿងវាកើតឡើងដោយសារអីឲ្យកុំចង់ឲ្យហេតុអីបានកើតឡើងបាទតើរឿងវាអញ្ចេះខ្ញុំចង់បញ្យល់ប្រាប់បងប្អូនកន្លែងហ្នឹងបន្តិចដើម្បីឲ្យមានការយល់ច្រឡំកុំឲ្យមានការយល់ច្រឡំអញ្ចឹងពេលដែលបងអូនពេលដែលលោកអឹងលីប៉េងនេះគាត់នាំទៅទិញនាំឯកឧត្តមនោះទៅទិញគឺទិញហើយឲ្យកុំចង់ហើយអាហ្នឹងទិញមកកន្លែងអញ្ចឹងក្រោយមកអ្នកលក់គាត់បានស្គាល់អ្នកទិញអញ្ចឹងក្រោយមកគាត់អត់បានតាក់ទងទៅលោកអឹងលីប៉េងទៀតទេបានន័យថាគាត់អ្នកលក់ហើយនឹងអ្នកទិញតាក់ទងគ្នា direct លើកទី2អញ្ចឹងទិញទៅតាក់ទង direct ទៅក្រោយមកលើកទី3ក៏ទិញម្ដងទៀតទៅតាក់ទងគ្នា direct ទៀតទៅបាទរវាងអ្នកលក់និងអ្នកទិញបានន័យថាអត់មានឆ្លងអន្តរការីអត់មានឆ្លងតាមរយៈអ្នកកុកជេទេតែដល់តែពេលលោកអឹងលីប៉េងគាត់ប្រកាន់ថាដីហ្នឹងម្ចាស់ហ្នឹងគាត់នាំអ្នកទិញហ្នឹងទៅស្គាល់តាមរយៈគាត់អញ្ចឹងទោះបីទិញលើកទី2ទិញលើកទី3ក៏ត្រូវតែឲ្យកុំចង់គាត់ដែរនេះជាការយល់ឃើញរបស់គាត់អញ្ចឹងហើយបានធ្វើឲ្យគាត់តាមទាកុំចង់ឲ្យលើកទី2លើកទី3អញ្ចឹងទៅតែអានេះអត់ត្រូវទេយើងនិយាយឲ្យយុត្តិធម៌មិនមែនកាន់ជើងឯកឧត្តមរដ្ឋលេខាធិការហ្នឹងទេបាទវាជាការព្រមព្រៀងទិញលក់រវាងអ្នកលក់និងអ្នកទិញដោយមិនឆ្លងកាត់អន្តរការីទេមិនឆ្លងអ្នកទី3ទេអញ្ចឹងយើងទៅទាមិនកើតបាទទាវាអត់កើតហើយដល់អញ្ចឹងទៅដោយសារតែគាត់យល់ថាអានឹងលើកទិញលើកទី2ទិញលើកទី3វាជាប្រយោជន៍ដែលគាត់ត្រូវទទួលបានគាត់ក៏ចេះតែទៀមទាគាត់គុណលុយគុណកាក់អីឃើញថាគាត់ត្រូវបានកុំចង់បានអីបានយ៉ាងនេះទាធម្មតាគាត់អ្នកលក់គាត់អ្នកទិញគាត់មិនឲ្យដោយសារថាគាត់ទិញ direct តែ2នាក់ក៏អត់មានឆ្លងតាមរយៈយើងទេដល់អញ្ចឹងហើយបានធ្វើឲ្យគាត់នេះយល់ខ្លួនគាត់ថាគាត់ត្រូវហើយគាត់នៅតែឆាតតាក់ទងទាលុយជាមួយឯកឧត្តមនឹងរហូតដល់2ឆ្នាំឯកឧត្តមគាត់ឆ្លើយហើយគាត់ថាគាត់អត់មានទទួលខុសត្រូវអីត្រូវឲ្យលុយកុំចង់ទេពីព្រោះគាត់ទិញផ្ទាល់ជាមួយនេះក៏អត់មានតាមរយៈអដែងលោកលីប៉េងទេអញ្ចឹងហើយបានរហូតដល់ចុងក្រោយលោកលីប៉េងគាត់ខឹងគាត់ក៏គម្រាមហ្នឹងមិនមែនគម្រាមតែយកឈ្មោះផែងវណ្ណៈដើម្បីទៅផ្សាយទេគាត់ចង់និយាយថាបើអត់ឲ្យលុយគាត់នឹងប្រាប់លោកផែងវណ្ណៈឲ្យផ្សាយអាហ្នឹងវាជាការគម្រាមមួយហើយមួយទៀតតាមខ្ញុំដឹងថារហូតដល់គម្រាមសម្លាប់ទៀតនៅក្នុងសារហ្នឹងអញ្ចឹងហើយបានឯកឧត្តមហ្នឹងគាត់ទ្រាំមិនបានគាត់ប្តឹងបាទគាត់ប្តឹងទៅតុលាការក៏គេចាត់ការតាមច្បាប់ទៅនេះសាច់រឿងពិតគឺវាអញ្ចឹងបាទហើយលោកលីប៉េនេះជួបខ្ញុំព្រឹកមិញក៏ខ្ញុំសួរដែរថាយើងមានផុសតាងអត់មានកិច្ចសន្យាឲ្យទិញលក់ដើម្បីបានកម្រៃជើងសារអត់មានទេបាទអត់មានទេអញ្ចឹងហើយបានខ្ញុំថាបើអត់មានឯកសាររងមាំទេកុំនិយាយបាទកុំនិយាយទៅអត់រួចខ្ញុំក៏បញ្យល់គាត់ទៅឥឡូវនេះសាច់រឿងគឺវាអញ្ចឹងសូមឲ្យបងប្អូនយើងទាំងអស់មេត្តាយល់អំពីបញ្ហាហ្នឹងណារឿងពិតគឺវាអញ្ចឹងបាទអញ្ចឹងខ្ញុំក៏សង្ខេបខ្លីប៉ុណ្្នឹងទេឥឡូវនេះចូលដល់រឿងស្អីទេលោកអើយមួយថ្ងៃឈឺក្បាលបាទអូនេះរឿងដីនៅកំពង់សិលានេះថ្ងៃ4ថ្ងៃអាទិត្យនេះខ្ញុំទៅផ្សាយរឿងប្រជាពលរដ្ឋដែលគេអះអាងថាគេក្រាន់កាប់គ្រប់គ្រងដីហ្នឹងតាំងពី79 80មក
ហើយក្រោយមកគេបានលក់ទៅឲ្យអ្នកទី1ទី2ទី2ទី3ទី4អញ្ចឹងទៅស្រាប់តែឥឡូវហ្នឹងលេចមុខម្ចាស់បានកាន់បានមកថាដីរបស់គាត់ដែរឥឡូវនេះព្រឹកមិញនេះខ្ញុំជួបម្ចាស់បានបាទគឺលោកស្រីមាសសូរិយានីឥឡូវនេះដោយសារតែភាគីមួយអះអាងពីការដណ្ដើមដីគ្រប់គ្នាខ្ញុំបានឲ្យយោបល់ទៅគាត់ដោយមិនលំអៀងខ្ញុំប្រាប់ថាឥឡូវខាងលោកស្រីធ្វើកិច្ចការមួយគឺដាក់ពាក្យក្នុងនាមយើងម្ចាស់បានដាក់សុំទៅក្រសួងដែនដីដើម្បីក្រសួងដែនដីបង្កើតគណៈកម្មការមួយទៅដើម្បីផ្ទៀងផ្ទាត់វាស់ទៅលើប្លង់នេះតើដីនៅក្នុងប្លង់នេះនៅកន្លែងណាវាជន់គ្នានៅកន្លែងនោះអត់បាទយើងឲ្យយោបល់គាត់ប៉ុណ្ណឹងហើយបើថាជន់នឹងចាំគិតទៀតចំពោះមុខខ្ញុំអត់ដឹងថាជួយមិនទេតែឥឡូវហ្នឹងគាត់សុំបំភ្លឺថាគាត់មិនបានធ្វើប្លង់គ្របយកដីគេទេគាត់ថាគាត់ទិញគេគាត់ទិញអីចឹងណាបាទតែដល់គាត់ថាអ្នកទិញហ្នឹងអ្នកលក់ឲ្យគាត់ហ្នឹងស្លាប់បាត់ហើយបាទស្លាប់បាត់ហើយអញ្ចឹងការដោះស្រាយយ៉ាងណាទៅឲ្យគាត់ប្តឹងផ្ដាល់គ្នាតាមតុលាការទៅប៉ុន្តែខ្ញុំគ្រាន់តែឲ្យយោបល់គាត់ថាដើម្បីជៀសវាងនៃការប្រឈមមុខដាក់គ្នាជៀសវាងនៃការមួយប្រកាន់មួយប្រកែកគឺសុំទៅក្រសួងដែនដីហ្នឹងយកប្លង់ហ្នឹងទៅចុះមើលជាក់ស្ដែងព្រោះនៅក្នុងហ្នឹងវាមានកំណត់ហេតុអង្កេតដីមានតម្រង់ដីមានអីហើយអញ្ចឹងយកទៅមើលទៅផ្ទៀងផ្ទាត់គ្នាទៅលើដីជាក់ស្ដែងមើលទៅណាពួកដីវាអត់មានបត្តនាទេបាទអញ្ចឹងខ្ញុំសង្ខេបផ្លៃរឿងហ្នឹងតែប៉ុណ្្នឹងទេបាទហើយគាត់ចង់ឲ្យយើងរំលឹកឈ្មោះគាត់ថាគាត់មាសសូរិយានីហ្នឹងជាកូនរបស់ឯកឧត្តមមាសសំណាងបាទអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជាបាទនឹងគាត់ចង់បានប្រាប់ប៉ុណ្ណឹងហើយខ្ញុំត្រូវនិយាយច្រើនរឿងហ្នឹងក៏ប៉ុន្តែខ្ញុំសូមសង្ខេបផ្លៃឲ្យប៉ុណ្ណឹងបាទផ្លៃប៉ុណ្ណឹងពីព្រោះថ្ងៃនេះខ្ញុំអត់ចង់និយាយទេដោយសារខ្ញុំឈឺហើយបងស្រីមាសសូយ៉ានីហ្នឹងអ្នកជួបខ្ញុំទាំងអស់ក៏ដឹងថាខ្ញុំឈឺដែរខ្ញុំលើកដៃអត់ចង់រួចផងហ្នឹងនេះវាលមោសាច់ដុំlạiនេះលើកអត់ចង់រួចទេឈឺខ្លាំងណាស់សូម្បីតែបើឡានអត់ចង់បានផងបាទអញ្ចឹងប្រហែលជាគាត់យល់ខ្ញុំបាទសូមនិយាយខ្លីតែប៉ុណ្្នឹងទេហើយមួយទៀតនេះរឿងក្រុងរឿងបលិសផ្កាយពីរនិយាយក្រោយគេនេះរឿងក្រុងនេះពាក់ព័ន្ធនឹងខណ្ឌអាស័យកែវរឿងប្រជាជនតវ៉ាដោយសារតែពួកគាត់បាត់បង់ដីហើយអាជ្ញាធរខណ្ឌអាស័យកែវទាំងសូយកដីទាំងអីគេខុបខិតគ្នាគូប្លង់បែងចែកយកដីគាត់ទៅបែងចែកជាឡូចែកគ្នាណា65គ្រួសារនេះ60ក្រាមឡូនេះបាទហើយខ្ញុំមិនដូចជាមិនចង់លំអិតអីច្រើនទេគ្រាន់តែដឹងថាប្រជាពលរដ្ឋគាត់មិនពេញចិត្តដោយសារតែអាជ្ញាធរខណ្ឌអាស័យកែវមានសូយកដីណាហើយនឹងអាជ្ញាធររួមទាំងក្រុងផងខុបខិតគ្នានាំគ្នាយកដីគាត់យកទៅពុះចែកគ្នាក្នុងនោះសំបីតែតាមឯកសារដែលខ្ញុំមើលរបាយការណ៍របស់សាលាខណ្ឌអាស័យកែវបាទដាក់ទៅសាលាក្រុងនោះសំបីតែដីដែលគេយកទៅចែកគ្នា65ឡូហ្នឹង65គ្រួសារហ្នឹងគ្រាន់តែដីឯកឧត្តមអភិបាលមាន8ឡូនៅក្នុងហ្នឹងបាទគាត់ផ្ទេរពីគេមកគាត់ផ្ទេរឲ្យគេតបាទឯកឧត្តមអភិបាលរាជធានីបាទមើលឈ្មោះឯកឧត្តមឃុងស្រេងបាទគាត់ទទួលពីគេទទួលពីគាត់បាទផ្ទេរទៅផ្ទេរមកហ្នឹងនៅក្នុងរង្វង់ដី65ឡូហ្នឹងបាទឥឡូវហ្នឹងសម័យខ្លួនគេប្តឹងដោយសារតែគេចោទថាអាជ្ញាធរសូយកដីខណ្ឌហើយនឹងអាជ្ញាធរក្រុងអដែងខណ្ឌឫស្សីកែវហ្នឹងណានាំគ្នាខុបខិតគ្នាយកដីទៅចែកគ្នាណាធ្វើរបាយការណ៍ចែកគ្នារឿងប្រជាជនខ្លះគេមានឡូគេត្រឹមត្រូវអាហ្នឹងយើងអត់ថាអីទេតែអ្នកខ្លះយកដីរបស់គេទៅពុះចែកគ្នាផ្គប់គុណថ្នាក់លើផ្គប់គុណមេចែកឲ្យមេនៅក្នុងនេះគ្រាន់តែបោះបងឃុងស្រេង8ឡូបាទចវាយក្រុង8ឡូអញ្ចឹងគាត់មិនបានមកពីណាទេបាទគាត់មានឯកសារផ្ទេរឲ្យគាត់អីអញ្ចឹងទៅដូច្នេះប្រជាជនពិតប្រាកដបាត់ដីបាទតែដល់ពេលចវាយក្រុងបានដល់8ឡូនៅក្នុងនេះគាត់ផ្ទេរទៅផ្ទេរមកឲ្យនៅក្នុងហ្នឹងបាទអានេះចឹងហើយបានតំណោះដីធ្លីអត់ងាយចប់ទេដោយសារតែមានការខុបខិតគ្នាជាប្រព័ន្ធរវាងថ្នាក់ក្រោមនិងថ្នាក់លើនៅមូលដ្ឋានចឹងហើយកុំសង្ឃឹមថាថ្នាក់លើខ្លះ
ថ្នាក់ដឹកនាំកម្ពុជាចាំតែទទួលថ្មបាក់ទេបើសិនជាថ្នាក់ក្រោមនាំគ្នាសុំកលុំបង្កើតតែបញ្ហានេះគ្រាន់តែជារឿងមួយត្រួសរបាយការណ៍របស់ខណ្ឌអាស័យកែវដាក់គ្រប់ទៅឯកឧត្តមអបារាជធានីភ្នំពេញបាទរបាយការណ៍កន្លងមកនោះឆ្នាំណាទៅនេះ2016 2000អីទេបាទ65 ឡូហ្នឹងមានសិតតែឈ្មោះ76ខ្ញុំអត់តនិយាយលំអត់ទេដោយសារខ្ញុំហត់ពេកហើយឯកសារតំឲ្យខ្ញុំដែរថ្ងៃមិញអញ្ចឹងខ្ញុំទុករឿងនឹងជាពាក់មួយសិនគ្រាន់តែដឹងថាយកដីរបស់ប្រជាជនទៅពុះចែកគ្នាហើយនៅក្នុងហ្នឹងសូម្បីតែឯកឧត្តមខួងស្រេងគាត់មាន8 ឡូដែរ8 ឡូនៅក្នុងហ្នឹងបាទនៅក្នុងអាចង្កោម65ហ្នឹងអញ្ចឹងហើយបានជាពួកម៉ាក់ខ្ញុំមួយមានដីនៅក្នុងទិញដីនៅអាស័យកែវហ្នឹងមានឯកសារត្រឹមត្រូវទាំងអស់ទិញពីអង្គការឌីប៉ូទៅបំភ្លឺហើយថាពិតជាលក់ឲ្យលោកលូធីនឹងមែនអីមែន5ដល់10ឆ្នាំជាងហើយខ្ញុំទៅថ្ងៃណាក៏គេលើកដែរគេសន្យាថ្ងៃនេះគេសន្យាថ្ងៃនោះឥឡូវខ្ញុំលែងទៅហើយខ្ញុំលែងនិយាយហើយគេធ្វើអីធ្វើគេឲ្យឲ្យទៅមិនដីខ្ញុំទេគាត់ថាពួកម៉ាក់ខ្ញុំក៏ជាប្រជាជនដែរគេឈឺចាប់គេលែងគេជុំអង្គុយចាំមើលថាតើដី1 ហិកតាដែលពួកម៉ាក់ខ្ញុំប្តឹងហ្នឹងគេធ្វើអីគេយកទៅធ្វើអីបាទពួកដីហ្នឹងវានៅជាប់ផ្លូវមានឯកសារត្រឹមត្រូវអត់ឲ្យទេបាទអត់ឯកសារគេមានលុយគេចាត់ចែងស៊ីស៊ូគ្នាយកអស់ហើយយកអស់គូសវាយកទៅអាហ្នឹងគឺពិបាកណាស់ពិបាកមែនទែនខ្ញុំលែងទៅហើយឥឡូវហើយខ្ញុំក៏លែងនិយាយជាមួយដែរពីមុនមានការមនោចេតនាយោគយល់គ្នាខ្លះជាមួយសាលាក្រុងមួយអីហ្នឹងតែឥឡូវខ្ជិលមើលទៅគេស៊ីតែដីបាទឡើងមកស៊ីតែដីបាទគូប្លង់ស៊ីដីដីណាស៊ីបានស៊ីគ្មានបលាយអូព្រែកបឹងបួរណានៅទៀតទេក្នុងអាដែងភូមិសាស្ត្រខណ្ឌស័យកែវហ្នឹងខ្នងបលាយព្រែកអូណាក៏គូយកខ្ទេចដែរគ្មានសល់ទេបាទគូយកខ្ទេចគ្មានសល់ទេតែរបស់យើងត្រឹមត្រូវហ្នឹងអត់ដោះស្រាយយើងទេឲ្យយើងចាំហើយខ្ញុំនឹកឃើញថាចាំយូរពេកខ្ជិលលែងចាំលេងអី5 10 ឆ្នាំមិនមែនដីរបស់ខ្ញុំមកពួកម៉ាក់ខ្ញុំឲ្យគេប្តឹងតវ៉ាមិនតទៅហើយជាគេអង្គុយចាំចប់ទៅគេអង្គន់ចែកគ្នាមិនក៏យើងមិនដឹងដែរបាទអស់អីនិយាយខ្ញុំខ្ជិលខ្ញុំលែងនិយាយហ្មងឡើយហើយដូចរឿងចាក់ស្ដែងអញ្ចឹងនេះសិទ្ធិប្រជាជនយកទៅចែកឲ្យប្រជាជន65 គ្រួសារគាត់តែឈ្មោះឯកឧត្តមអបារាជធានីនៅក្នុងនេះ8 គ្រួសារហើយអានេះខ្ញុំមិនតន់និយាយរឿងផ្សេងទៀតករណីយាយលំបណ្ណាជាមួយលោកស្រីទីកំហែងផងបាទក៏មានប្រយោជន៍នៅក្នុងហ្នឹងដែរថ្នាក់ដឹកនាំសាលាក្រុងដូច្នេះធ្វើអីផ្ដេសផ្ដាស់ឥឡូវនេះខ្ញុំថាអត់មានទេគឺឲ្យប្រជាជនដែលជាអ្នករងគ្រោះប្តឹងតុលាការហើយយើងតាមដានការងារនៅតុលាការដោយឲ្យមេធាវីធ្វើការហើយសំណុំពរឲ្យតុលាការបើសិនជារកឃើញបាត់ល្មើសព្រំទាន់ឲ្យចាប់ទាំងមន្ត្រីសូយកដីមន្ត្រីអាជ្ញាធរដែលសញ្ញាពាក់ព័ន្ធយកដីគេហ្នឹងដាក់គុកទាំងអស់បើយើងនៅតែយកយល់អាពួកហ្នឹងលួចប្លន់យកដីប្រជាជននៅលើគោអញ្ចឹងអត់ដឹងធ្វើអីកើតបាទស័យកែវហ្នឹងញ៉ៃច្រើនណាស់បាទបើអភិបាលរងខណ្ឌខ្លះឈើជើងកាងហ្មងដើរកាងខ្ញុំមិននិយាយឈ្មោះទេរហូតដល់ឥឡូវខ្ញុំលែងនិយាយជាមួយខ្ជិលបិទទូរស័ព្ទចោលលែងនិយាយជាមួយពួកអស់ហ្នឹងវាថោកពេកនិយាយពីមុខទៅក្រោយពីក្រោយទៅមុខល្បិចតិចកលគ្រប់បែបយ៉ាងទាំងអស់នៅក្នុងហ្នឹងហើយយើងកដាស់សទៅនិយាយមួយគេត្រង់ដល់ពេលយើងទៅញឹកញាប់ពេកគេបង្កើតពាក្យមួយថាអាហ្នឹងជើងរត់ការអាហ្នឹងជើងកាងចង់បានលុយបានកាក់ខ្ញុំគ្មានតសៃសក់ណាចង់បានប្រយោជន៍ពីរឿងអស់ហ្នឹងទេតែឃើញពួកអានផ្ទះបាញ់អស់ហ្នឹងធ្វើបាបប្រជាជនពេកបានពេលខ្លះខ្ញុំទ្រាំមិនបានខ្ញុំចេញមុខទៅបាទដូចពេលខ្លះរឿងវាត្រូវចប់ហើយគាត់ធ្វើកំណត់ហេតុឲ្យគ្នាមិនទេយើងជេរពីមុខយើងជេរពីក្រោយយើងលោឡាយើងឡាយយើងផ្សាយណាបានដាច់ចិត្តថាបកគលឲ្យបើមិនអញ្ចឹងទេប្រជាជនកាន់ទៅរត់ដេញទៅលេចដេញទៅកើតចាំអានេះចាំអានោះវេទនាណាអាលួយអត់លេះគ្រប់កន្លែងហើយដូចថ្ងៃមុនបងប្អូនឃើញខ្ញុំឡាយថ្ងៃមុននៅលើផ្លូវ18ទៅភ្ជាប់គ្នាជាមួយនឹង1800ផ្លូវនឹងត្រង់ធ្លូឥឡូវនេះគេបើកឲ្យមែនក្រោយពីខ្ញុំវាយតាម Facebook គេបើកឲ្យមែនក៏ប៉ុន្តែគេបើកបឈៀងទៅជន់ដីរបស់គេឥឡូវហ្នឹងទៅយកអាដីអ្នកដទៃនោះសងមករបស់គេហ្នឹងនៅតែកាត់ដីរបស់គេដដែលនៅតែរំលោភយកដីគេដដែលរឿងស្មុគស្មាញច្រើនណាស់និយាយទៅអាហ្នឹងកណ្ដាលក្រុងមិនមែននៅខេត្តឆ្ងាយណាកណ្ដាលរាជធានីភ្នំពេញ
រឿងផ្លូវ1800ហ្នឹងកុំតែផែងវណ្ណៈជេរបចោទេឡាយទេកុំអីហ្នឹងគេខុបខិតគ្នាយក2600 ក្រេគេក្តៅក្រហាយគេជេរខ្ញុំដល់កគេឌីលខ្ញុំគ្រប់បែបយ៉ាងប៉ុន្តែខ្ញុំថាហែងឌីលអញឌីលទៅអញមិនមែនធ្វើដើម្បីយកដី2600 ក្រេហ្នឹងមកទុកឲ្យម៉ែអញទេគឺយកដើម្បីឲ្យប្រយោជន៍ប្រជាជនទាំងអស់ពួកអានផ្ទះខ្ទប់ឯងទេដែលនាំគ្នាខុបខិតចង់បានដីហ្នឹងដល់ខ្ញុំទៅបំផ្លាញចោលខ្ញុំថាពួកឯងសិតតែពួកអាឈាមថោករហូតដល់ខ្ញុំឃើញលេខទូរស័ព្ទខ្ញុំលែងចង់និយាយជាមួយពួកវាថោកពេកដីកដាលក្រុងវិហារធ្វើយកបងប្អូនគិតមើលបាទវាថោកផងហ្នឹងកន្លែងណាដែលវាគូបានវាគូយកទាំងអស់បាទវាស្អប់ខ្ញុំវាថាវាលឺកូនចៅវាខ្សឹមពួកនឹងស្អប់ផែងខ្លួនឯងដូចអញថាឯងស្អប់ទៅប្រជាជនស្ទឹងមកប្រទេសគេគោរពស្រឡាញ់អញអត់ពួកឯងមួយក៏អត់អីដែរដើរទៅណាក៏អត់បាយស៊ីដែរបើពួកអាឈាមថោកឯងសំបីតែផ្លូវក៏ពាត់យកអញ្ចឹងហើយមិនឲ្យអញជេរមិនឲ្យអញបចោហ្មងណាពាត់យកផ្លូវបើកុំផែងវណ្ណៈជេរបចោពួកឯងទៅបើកផ្លូវហ្នឹង2600 ក្រេបងប្អូនគុណលុយទៅ1 ក្រេតែ1000បានហើយ2 លាន 6 សែនវាបាត់លុយហ្នឹងវាក្តៅក្រហាយវានាំគ្នាខឹងវាជេរខ្ញុំគ្រប់គ្នាឥឡូវអាផ្លូវរបស់គេហ្នឹងកម្រងរបស់អាដាមជាសភារាហ្នឹងផ្លូវត្រង់ធ្លូឥឡូវហ្នឹងវាមានយកត្រង់ធ្លូណាវាទៅកាត់យកដីគេណោះរួចហើយវាទៅប្រឆិតមកនេះតទៅវាប្រឆិតមកនេះទៅប៉ះអានេះប៉ះដីរបស់គេមានម្ចាស់ដល់ពេលប៉ះមានម្ចាស់ទៅប៉ះទៅយកដូរទៅម្ចាស់នៅខាងនោះទៅកាត់ដីរបស់ប្រជាជននៅខាងនោះទៅទៀតបាទវាគោះអាណាធិបតេយ្យតាមអំពើចិត្តនិយាយចំទឹកបិចនៅលើវាដល់នោះគោះយកឲ្យទៅពីនៅក្នុងហ្នឹងអាស័យកែវហ្នឹងគឺមិនងាយដោះចេញទេមិនងាយដោះចេញទេបានន័យថាមនុស្សគ្មានឆន្ទៈដោះស្រាយបរិចបញ្ហាហើយនាំគ្នាគូសវាកប់គុណឲ្យទៅចវាយក្រុងឲ្យអ្នកពាក់ព័ន្ធហ្នឹងដើម្បីបានផលប្រយោជន៍ទៅរក្សាតំណែងខ្លួនឯងនៅហ្នឹងមេក៏សុបាយចិត្តប៉ុន្តែទឹកភ្នែករិះហូរអ្នករងគ្រោះស្រែកទឹកភ្នែកហូររួចហើយនិយាយទៅអីសាគ្នាឯងមិនយកដីប្រជាជនចែកគ្នាឯងរួចហើយធ្វើបាបប្រជាជនដដែលអ្នកទទួលថ្មបាក់ណាក្រៅតែពីប្រជាជនគឺប្រមុខរាជរដ្ឋាភិបាលបាទសម្ដេចតេជោនាយករដ្ឋមន្ត្រីអង្គុយចាំមកទទួលថ្មបាក់ដោយសារតែពួកមន្ត្រីថោកទាបអស់ហ្នឹងវានាំគ្នាគូសវាយកតែគ្នាវាហ្នឹងទៅបាទបោះប្រជាជនសិតតែប៉ពាន់ដីផ្លូវដីរដ្ឋតែគ្នាវាតែបន្លាយក៏វាយកធ្វើប្លង់ឲ្យបានដែរដីបឹងក៏វាយកធ្វើបន្លាយឲ្យធ្វើប្លង់ឲ្យបានដែរអាហ្នឹងនៅឋានអាស័យកែវហ្នឹងឯងបាទនិយាយឲ្យវាត្រង់អញ្ចឹងហើយខ្ញុំមានផុសតាងទាំងអស់ពាក់ព័ន្ធដីនៅហ្នឹងមានផុសតាងទាំងអស់តែខ្ញុំអត់តន់បង្ហាញផុសតាងទេនិយាយដើម្បីឲ្យគេប្តឹងខ្ញុំសិនឲ្យគេបកស្រាយបំភ្លឺសិនគេបំភ្លឺថាម៉េចដើម្បីយើងយកផុសតាងមួយហ្នឹងទុកជន់មួយហ្នឹងដើម្បីបង្ហាញដូចរឿងបងស្រេងគាត់នៅចវាយក្រុងមានដីនៅក្នុងហ្នឹង8 ឡូនៅក្នុងចង្កោមក65ហ្នឹងហើយចុះចវាយក្រុងម្នាក់ឯងក៏សបោដីម៉េះបាទតដីឯកឧត្តមខួងស្រេង8 ឡូបាទមិនដឹងបាត់ទិញបានមកពីណាហើយក៏អ្នកណាក៏សបោដីយកទៅលក់ឲ្យគាត់គ្រប់ទាំងអស់ហើយបានឲ្យផ្ទេរឲ្យគេបានឲ្យផ្ទេរឲ្យគេអញ្ចឹងទៅបាទនេះនៅក្នុងរបាយការណ៍ផុសតាងដែលយើងទទួលបានពីខាងឋានបាទដល់អញ្ចឹងប្រជាជនត្រឹមត្រូវទៅប្តឹងអត់ដោះស្រាយឲ្យពុះគូសវាចែកតែគ្នាគេហ្នឹងអាហ្នឹងនិយាយសង្ខេបផ្លេចប៉ុណ្ណឹងរឿងអាស័យកែវខ្ញុំឡើងនិយាយទូរស័ព្ទថ្ងៃក្រោយទេមកខ្ញុំមិននិយាយជាមួយទេពួកអ្នកធំថោកទៀតទេមកខ្ញុំមិននិយាយជាមួយទេសូមសុខចិត្តនិយាយជាមួយថ្នាក់ដឹកនាំឬក៏ប្រជាពលរដ្ឋណាសាមញ្ញត្រឹមត្រូវថ្លៃថ្នូរនិយាយមួយគេពួកអស់នេះវាខូចបាទវាខូចល្បិចកិច្ចកលគ្រប់បែបយ៉ាងបាទដើរគូសវាយកដីគេទៅពីដើម្បីអីផ្គប់គុណមេគូសឲ្យមេយកដីគេបាន5 ឡូជូនមេ3 ឡូខ្លួនឯងសល់2 ឡូចែកគ្នាអីចឹងទៅបាទសាច់រឿងគឺវាអញ្ចឹងគ្រប់កន្លែងឃើញទេបងប្អូនមើលផុសតាងដែលខ្ញុំទៅវាយប្រហែលខែមុននេះប្រហែល 2-3 អាទិត្យមុននេះអាផ្លូវ18នេះបើកុំផែងវណ្ណៈសម្ពងក្បាលពួកហ្នឹងស្មានតែពួកហ្នឹងវាទៅបើកផ្លូវឲ្យវាអត់បើកទេវាពាត់យកហើយវាធ្វើលបងពាត់យកហើយហ្នឹងតើយើងទៅសម្ពងក្បាលទៅទម្លាយចេញឥឡូវហ្នឹងទម្លាយចេញមិនទម្លាយត្រង់ទៀតណាឆេវចិច្ចទៅនេះដល់ពេលឆេវទៅប៉ះដីគេដើម្បីដោះស្រាយផលប៉ះពាល់មួយគេដកទៅយកដីអ្នកដទៃឲ្យមកនេះបាទវាពិបាកអញ្ចឹងណាបាទលុបលុនចង់បានគូសវាសតាមអំពើចិត្តបំផ្លែងប្លង់គោលរបស់អាដាមជាសភារាតាមអំពើចិត្តបាទតាមអំពើចិត្តអានោះនិយាយពីនៅមុខថ្នាក់ដឹកនាំស្រឡាញ់ដាច់ណាស្រឡាញ់គ្រប់អាដាមសិតតែស្ពះចឹងសិលូននោះបងអស់នេះតែនៅក្រោយខ្នងវាធ្វើបាបជាជនយ៉ាងងាប់ធ្វើបាបថ្នាក់ដឹកនាំយ៉ាងងាប់បាទអញ្ចឹងបានថាយើងមិនចង់និយាយទេនិយាយទៅវាសិតតែថាឯងហែកទ្រូងឲ្យក្អែកចិត្តតែខ្ញុំអត់មានក្អែកមកណាទេ
nhom ai cái riết nhom bọn miền bắc nhom bọn miền bộ nhom bọn miền krong thế bà miền krong thế chẳng đôi chị ha riêng năng chẳng riêng xây cái đấy xong vậy phần năng sân bà lời này truyền cho đó lục hướng xây này cái pi tròn này ngày này còn là pop qua miền nam tích miền ở đây tu sạp tràn bà tu sạp tràn cúp cả này lục ở đầm sân này cái pi tròn này nhưng mà trên thay mua ở đầm sân này cái pi tròn na phong có bàn tay giấy pi kỳ tê ăn ra cung ba còn là đâm sân ấy em tê mọc trong trợn cái này nè thắng sông chuột sông bọ xẻ ba ốc nha cái tê mà đây chán này ba nẹt la họ vô sôm em ao tiết nhom prap từ mình không trời ấy bà nhom để dây mình bứt lôi ta mà mắt mà thà bứt đi po miền bong còn ai từ tôi nó lục còn ai từ tôi nó kho hai nhom mình bẹ pon nóng cá bác là bài si song và chăm khai cái đá ti nè cứ chọc mà mắt khay chọc mình bách tơ rô nè đi ăn ra cung nè nu ăn ra cung nè đi vô lôi mà ao nè nu vô lôi mà ao do thứ ấy bây giờ ăn rau xi ấy phong tôi vô lôi sâu kia thứ ấy tôi vô lôi ở điện dài thứ ấy thơ mình năng thơ mình lư tới lôi ta bấm lư ta thà bón bỏ anh cho làm nhom hái đường này mình bật tì tại mình nó muốn nắng có tê mà đài nhóm anh dễ thay một pin ở kia pin một ấy thế nhóm còn là prap thạc cốt ban phát để sai thạc cốt ở tê cái lò món cọt lọp miên cho môi mà nè ở đây ốc nhà nè nổ còn là cọt chụp ai nơi đã lụ nhà nông tê kỳ đô ba hay lấy cọt ở tê anh ấy còn gì bộ xe chăng có bàn té ở đâm sân ấy 4 phèm nét xe tiết ba đại cái tê mà nhóm kia mình dễ được cọt tê ở đây là khi ông sái cái thạp bịch cái trang chụp cái trang xịt sụp ấy khổm tóc ấy chẳng á nè tăng gặp tới khi ông mình từ trang passport ấy kia rồi ấy tới pro đương là bảy nhưng mà trang vậy bọn ôn vậy đời xa tại miền ca khúc khất kia chia propon tăng pì bóc là hột đo sòng ca là hột đo thằng lừa thế rồi đời cho nên vậy tới nom cái shop kia lên mạch bán lên từ có bàn té cái hai đứa bạn pe khác nhau rầm lịch nhau lực cho bạn vậy đời xa pe khác con ăn con miền nằm na con ăn ấy chẳng tới một cô khác con Rossi tại con cầm chai cái còn ăn con score nè bắp đi còn ăn score mê beli đi còn ăn score nè nút con tuột kê click đi ở lính con rô tại đọc pe rô tại nè đại rô mình ba nó một đăng thành là nè rất là phụ là bay như là bay được nè bởi vì số snap pil si pil đâu là pil chạy nè ăn smá quay tập thẹt nè hốt một đăng nè cả dài đây đua thằng mình trắng là dây thì bàn tay mà đảo đi mà đảo gì mà đảo gì chẳng hai bán nhầm prap thà bà dương chơi Rossi ấy bán nhóm dây trắng tê mà nhóm trong thà bà dương Rossi ấy bán ao kia Rossi phong Rossi mình ái bạch pô nè là kia rồi bán kia bằng plan dương trao đôi khi hay là kia bằng plan trao đôi khi mình ai ở cha thế hai mẹ nè cả sai sập má ăn dương miền lưới chơi thật sâu cái bán thế miền khác cái vô thế mà mình khác cái sâu cái vô thế mà chẳng mà miền đây tham miền lưới ai tinh nè cả sai bán cục kia thế nè nhóm con tại prap tha bà lục anh chơi Rossi mạch rùa lục anh chơi của đam chừng con cái chế nhé rùa này đại từ này nhóm mình chọn cam chọn pia cho mỗi tì anh ấy nhóm gì chẳng xong bây giờ biết lục nè thông tê mau hướng nắng có nhóm phép đấy em thao ơi bọn lục nhóm mình chưa qua hai tháng ấy để cái thưa ấy thưa ta tai công chọn kia nè tôi tải rô tại sầm lập kia nè khom ta rô tại sầm lập kia nè cái cái plan trao lại hay công an ăn ra công nhận đi nè nô nhóm bắt được qua thế ba nhóm ăn dây cho mỗi tỷ xong chụp nhóm ấy nhóm ở đây chụp tỷ bà lộ ai mình bắt bấm lư tha mình bắt tới chào phải lớn nó có chơi môn nhom lai nó có tê máu có thật bắt tê có ăn miên pẹ pon tê ớt pẹ pon tay bà hướng với chào hay trăm ba chụp nhóm thứ ấy bà nhóm ở trong chụp tỷ bà hai con bạch nè hiệp cái chắp spot cái chắp lôi cãi ao nhóm ở vô tê nhóm hoàng ngày ní chui ca nghe và chia chôn khác kia còn là ao chơi ao mon ao lôi ao có ao bay xí khục khó này nhưng mà thời ca do lôi bộ sừng cung ngất đi ba lôi là bay như cái hai lôi sừng cung ngật ba lôi co cho bập vô ở bàn thì
បើយើងជួយប្រជាជនគេសប្បាយចិត្តគេដឹងគុណយើងគេឲ្យមន់ស៊ីគេឲ្យលុយចាយយកទៅអត់ខុសទេកុំតែឲ្យទៅចម្រិតគេកុំឲ្យតែគេមកពឹងថារឿងហ្នឹងយកមកខ្ញុំជួយខ្ញុំធានាខ្ញុំរត់ការឲ្យខ្ញុំយកលុយប៉ុណ្ណេះយកលុយប៉ុណ្ណោះអាហ្នឹងបានមានទោសបើគ្រាន់តែមកអង្គុយធ្វើការពិគ្រោះយោបល់បង្ហាញផ្លូវគេឲ្យគេជោគជ័យគេសប្បាយចិត្តគេឲ្យចាយទៅយកទៅអត់បាបទេអត់ខុសច្បាប់ទេបាទរឿងវាមានប៉ុណ្ណឹងបាទមានប៉ុណ្ណឹងអញ្ចឹងរឿងលបែងនេះរឿងផ្កាយពីរនៅតាខ្មៅនេះខ្ញុំសូមនិយាយប៉ុណ្ណឹងទេបាទហើយមានអ្នកខ្លះខាងខ្ញុំនឹងកំដៅតួធ្វើម្ចាស់ប៉ាវមានអូនមួយនោះគាត់ជើងអ្នកលេងលបែងឥឡូវនេះគាត់ថាស្អីខ្ញុំនឹងដឹងអត់ច្បាស់លបែងរបស់លោកផ្កាយពីរហ្នឹងមានច្បាប់ខ្ញុំគាត់និយាយនេះដោយសារគាត់ប្រឹងការពីលោកផ្កាយពីរតែគាត់គិតភ្លេចគិតថាខ្ញុំជានរណាពីព្រោះច្បាប់គេឲ្យបើកលបែងគេឲ្យរកស៊ីអ្នកវិនិយោគនៅតាមព្រំដែននេះឲ្យធ្វើត្រូវហើយក៏ប៉ុន្តែគេឲ្យតែពាណិជ្ជករអាជីវករទេដោយឡែកកងកម្លាំងប្រដាប់អាវុធគេអត់ឲ្យទេបើចង់រកស៊ីដោះសាក់ដោះអាវក្បត់ចោលទៅជាពាណិជ្ជករទៅជាពលរដ្ឋទៅអាហ្នឹងរកស៊ីបានបើក្រុមហ៊ុនបើអីទៅពីព្រោះកងកម្លាំងมันអាចច្បាប់ណាអនុញ្ញាតឲ្យផ្កាយ2ផ្កាយ3មកបើកវងលបែងជលមន់មកបើកវងលបែងអីអត់មានទេអញ្ចឹងកុំការពាររឿងអ្វីដែលវាមិនត្រឹមត្រូវឥឡូវនេះតាមគេឆាតមកមិញសំបីតាpage Facebook របស់អដែងលោកផ្កាយ2ដែល live ផ្ទាល់ហ្នឹងក៏គាត់ block ចោលដែរនេះឈ្មោះអដែងស្អីកសិដ្ឋានដែនកោះកសិដ្ឋានមានជ័យអីនេះសិតតា live ផ្ទាល់ជួលហ្នឹងឥឡូវ block ចោលអស់ហើយគ្រាន់តែខ្ញុំផ្សាយថ្ងៃមិញល្ងាចនេះគឺ block page នឹងចោលទាំងអស់បាទចុះបើយើងរកស៊ីស្របច្បាប់មានច្បាប់ block ចោលធ្វើអីទុកចោលទៅខ្វល់អីជាមួយពួកកសែតខ្វល់អីជាមួយខ្ញុំចាំបាច់នាំគ្នាទៅ block អា page live ជួលមន់ហ្នឹងទៅអីបើយើងមានច្បាប់អីយើងរកស៊ីទៅបាទយើងមានថាស្អីបើគេថាយើងរកស៊ីអត់ច្បាប់យើងយកច្បាប់មកបង្ហាញទៅចប់ហើយចាំបាច់ទៅនាំគ្នារកអ្នកនេះអ្នកនោះអន្តរាគមលិចកើតញ៉ៃញ៉ៃខ្ញុំខ្ជិលឥឡូវអត់ឲ្យជួបទេសម្រាប់ចិត្តលែឲ្យជួបខ្ជិលធ្វើអីធ្វើទៅបាទថ្ងៃធ្វើអីធ្វើទៅខ្ញុំអាណិតអាពួកកូនកញ្ច្រែងកូនក្តាមកូនខ្យងគ្នាចង់រកស៊ីអត់បានរកស៊ីបានតែពួកអ្នកធំតែគេស្គាល់គ្នាហ្នឹងគេខົບខិតគ្នាជាប្រព័ន្ធរហូតដល់មានពាក់ព័ន្ធជាមួយនឹងមន្ត្រីអនុវត្តច្បាប់ខ្លះក្នុងតុលាការទៀតនោះប៉ុន្តែយើងមិននិយាយឈ្មោះនរណាគេទេបាទហើយបញ្ចប់ប៉ុណ្ណឹងចាស់ព្រោះយប់នេះវាឈឺនិយាយអស់ស្មោះត្រង់ឈឺប្រហែលជា 2-3 ថ្ងៃទៀតអត់ឡាយទេខ្ញុំផ្អាកការឡាយមើលខ្លួនឲ្យជាសិនហើយសុំទោសបងប្អូនទាំងអស់ពីម៉ោងនេះតទៅស្អែកតទៅអីខ្ញុំអត់ជួបទេដោយសារឈឺនិយាយស្មោះត្រង់នៅផ្ទះមានការនៅផ្ទះឈឺបើកឡានលេងកើតឥឡូវវានេះឈឺសាច់ដុំនៅនេះប៉ះអត់បានបាទដល់ចឹងយើងចង់លើកដៃលើកអត់ចង់រួចបាទចឹងអធិស្ឋានបងប្អូនទាំងអស់គ្នាខ្ញុំបញ្ចប់ការ live យប់នេះប៉ុណ្ណឹងចាស់បាទសូមអរគុណសូមជម្រាបលាសូមជូនពរបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនបាទ